សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមណែនាំពីរបៀបដាក់ barcode ឬ QR code នៅក្នុងកម្មវិធី Word របស់យើងដោយប្រើកម្មវិធី Quick Tool for Word ដែលយើងតឡើងរួចហើយវា load នៅក្នុងកម្មវិធី Word របស់យើងជាលក្ខណៈ tab ឬក៏ add-in បន្ថែមទៀតណាឥឡូវយើងមួយចំណុចនេះ barcode ណា barcode ទីចង់ដាក់ barcode យើងរើសមកប្រភេទ A13ទៅតឹងកម្ពស់ barcode number ឬក៏យើងអាចដាក់ប្រភេទផ្សេងទៀតក៏បានដែរណា barcode ឬក៏ខ្ញុំចង់ដាក់ឈ្មោះរបស់ខ្ញុំទៅបាទចង់ប្រភេទអីណាដាក់អីគេ2809ហ្នឹងមកឬក៏ប្រភេទអីទៀតកូដអីផ្សេងទៀតបានបាទហើយបន្តពីរឿងអូខេណាហ្នឹងហើយបាទដងទៀតបាក់កូដហើយយើងប្រភេទពួកកូដបានេះទេណាកូដបាឬបូតកូដបាយើងអាចបញ្ចូលលេខបានហើយចំណុច show barcode number ឲ្យយើងលេខ save as barcode image យើងអាច save ទៅជារូបភាពបានហើយចុចអូខេយ៉ាងមកពេលយើងអាចដាក់ barcode មួយទៀត QR code យើងអាចដាក់ QR code បាននេះ QR code នេះគឺ QR code ពេលនេះមានច្រើនប្រភេទของបងអាចរើសបាន QR code នេះយើងអាច generate ជាមួយនឹងរូបភាពយើងបានណាហើយរូបភាពមក open ណារូបភាពនេះគេស្ដាយ QR code image ណាហើយខ្ញុំរៀបរាប់ថែមដល់ទៀតថាប្រភេទ barcode size ទំហំវា200ណា QR code add យើងអាចដាក់ថ្ងៃខែក៏បានដែរបាទ101ហ្នឹង20យ៉ាងមកបាទពេលយើងប្រើ QR scan នេះឃើញថ្ងៃខែហ្នឹងហើយបាទអូខេ insert ប៉ុណ្ណឹងបាទ QR code ងាយហើយបើសិនជាបងប្អូនមានចំណល់អាចសួរនាំបន្ថែមបានហើយអាច download កម្មវិធី Quick Tool នេះនៅតំណ link ដែលខ្ញុំផ្ញើជូនបងប្អូនបានបាទឬក៏អាច comment មកខ្ញុំផ្ញើ email ខ្ញុំផ្ញើទៅតាម email តាមដងឬក៏កម្មវិធីផ្សេងទៀតបងប្អូនអាចយល់ថាងាយបាទបងប្អូនអាច comment និងជួយ subscribe ទាំងអស់គ្នាផងបាទសូមអរគុណបងប្អូនទាំងអស់គ្នា